គោរពជំរាបសួរលោកអ្នកនាងដែលកំពុងតែតាមដានទស្សនាការផ្សាយពីសារព័ត៌មាន The Khmer Today ពិព័រណ៍សិល្បៈឯករាជ្យ All Star រំលេចភាពរឹងមាំនៃដួងព្រលឹងខ្មែរនិងស្លាកស្នាមវប្បធម៌កណ្ដាលជម្លោះព្រំដែនថ្មនីមួយៗគឺជាដួងព្រលឹងរបស់បុព្វបុរសយើងនេះគឺជាសារដាស់តឿនដ៏មានឥទ្ធិពលមួយចេញពីសិល្បៈពិព័រណ៍ឯករាជ្យ All Star ដែលកំពុងដាក់បង្ហាញនៅសន្តាគារ Sofitel ភ្នំពេញភូគីត្រាយោងតាមភ្នាក់ងារសារព័ត៌មានអន្តរជាតិ Asia News Network ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីស្វែងយល់ពីអត្តសញ្ញាណភាពឈឺចាប់និងភាពធន់របស់កម្ពុជាតាមរយៈការឆ្លុះបញ្ចាំងពីស្ថានភាពប្រាង្គប្រាសាទបុរាណខ្មែរដែលរងការខូចខាតក្នុងជម្លោះព្រំដែននាពេលកន្លងមកក្នុងគោលបំណងការពារវិញ្ញាណវប្បធម៌ជាតិមិនឲ្យរលាយសាបសូន្យប្រភពដដែលបានរាយការណ៍ថាស្នាដៃដ៏លេចធ្លោរបស់សិល្បករខ្មែរលោកសឿងវណ្ណរាបានបង្ហាញយ៉ាងច្បាស់នៅភាពឈឺចាប់ចំពោះការបំផ្លិចបំផ្លាញនៅប្រាសាទព្រះវិហារប៉ុន្តែលោកក៏បានបញ្ជាក់ថាវាគឺជានិមិត្តរូបនៃសាមគ្គីភាពរបស់កូនខ្មែរក្នុងការការពារមរតកដូនតាឲ្យនៅរឹងមាំជានិច្ចគួរបញ្ជាក់ផងដែរថាពិព័រណ៍ដែលមានស្នាដៃចំនួន69ផ្ទាំងនេះនឹងបើកជូនសាធារណជនទស្សនាដោយសេរីចាប់ពីថ្ងៃទី20មករារហូតដល់ថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ដើម្បីបង្ហាញពិភពលោកពីមោទនភាពនិងការបដិញ្ញាចិត្តមិនរុញរារបស់កម្ពុជាក្នុងការថែរក្សាព្រលឹងវប្បធម៌ជាតិសម្រាប់កូនចៅជំនាន់ក្រោយកម្ពុជាបញ្ជូនជនសង្ស័យកូរ៉េខាងត្បូង73នាក់ត្រឡប់ទៅស្រុកវិញតាមយន្តហោះពិសេសកម្ពុជាចាប់បញ្ជូនជនសង្ស័យជនជាតិកូរ៉េខាងត្បូងចំនួន73នាក់ក្នុងនោះមានស្ត្រី8នាក់ត្រឡប់ទៅស្រុកវិញតាមរយៈយន្តហោះពិសេសដែលត្រូវបានចាត់ទុកថាជាការធ្វើមាតុភូមិនិវត្តន៍អ ுக ្រិតជនកូរ៉េជាក្រុមធំបំផុតមិនធ្លាប់មានពីក្រៅប្រទេសយោងតាមឯកសារព័ត៌មាន Daily Journal ក្រុមជនសង្ស័យទាំងនេះត្រូវបានចោទប្រកាន់ថាបានបោកបញ្ឆោតពលរដ្ឋកូរ៉េដូចគ្នាក្នុងទំហំទឹកប្រាក់រហូតដល់$33 លានសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន The Associated Press បានបញ្ជាក់ថាប្រតិបត្តិការនេះគឺជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះករណីនិស្សិតកូរ៉េម្នាក់ដែលបានស្លាប់កាលពីឆ្នាំមុនដែលនាំឲ្យមានកិច្ចសហការស៊ើបអង្កេតយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលគិតចាប់តាំងពីខែតុលាមកកម្ពុជាបានបញ្ជូនជនសង្ស័យជនជាតិកូរ៉េត្រឡប់ទៅវិញប្រមាណជាង130នាក់ហើយរដ្ឋាភិបាលកម្ពុជារ៉ាប់រងថ្លៃសិក្សានិស្សិតជាង400នាក់ក្រោយអាហារូបករណ៍មេខ្លាំងឆបោកត្រូវបានលុបចោលរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំយុវជននិងកីឡាបានសន្យាចេញថ្លៃសិក្សាជំនួសនិស្សិតចំនួន418នាក់ដែលបានបាត់បង់អាហារូបករណ៍ភ្លាមក្រោយការចាប់ខ្លួននិងបញ្ជូនខ្លួនអុកញ៉ាចាន់ស៊ីជាប្រធានក្រុមហ៊ុន Print Group ទៅកាន់ប្រទេសចិនជុំវិញការចោទប្រកាន់ពីបទបង្កសង្វាក់ឆបោកតាមអនឡាញនិងលាងលុយកខ្វក់យោងតាមភ្នាក់ងារសារព័ត៌មាន Macau Business និងអ្នកនាំពាក្យក្រសួងអប់រំបានអះអាងយ៉ាងម៉ឺងម៉ាត់ថាយើងនឹងមិនបោះបង់ពួកគេចោលឡើយដោយរដ្ឋនឹងជួយជ្រោមជ្រែងរាល់ការចំណាយរហូតដល់និស្សិតទាំងនោះបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាស្ថាពរប្រភពដដែលបានរាយការណ៍ថាអាហារូបករណ៍ដែលបង្កើតឡើងក្នុងឆ្នាំ2021ក្រោមបុគ្គលឈ្មោះចាន់ស៊ីត្រូវបានគេសង្ស័យថាជាមធ្យោបាយសម្រាប់លាងលុយកខ្វក់តាមរយៈវិស័យអប់រំខណៈដែលបច្ចុប្បន្នអាជ្ញាធរកម្ពុជាបានសម្រេចផ្អាកការលក់គម្រោងអចលនទ្រព្យប្រណិតរបស់ Print Group និងបញ្ជាឲ្យរំសាយធនាគារ Print Bank ជាបន្តបន្ទាប់ចំណាត់ការដ៏ទាន់ពេលវេលារបស់រដ្ឋាភិបាលកម្ពុជាត្រូវបាននិស្សិតសាទរយ៉ាងខ្លាំងដោយពួកគេយល់ឃើញថានេះគឺជាការសម្រាលបន្ទុកដ៏ធំសម្រាប់គ្រួសារនិងជាការស្ដារយុត្តិធម៌សម្រាប់សង្គមជាតិបន្ទាប់ពីមេខ្លោងរូបនេះត្រូវបានអាមេរិកចោទប្រកាន់និងត្រូវបាននាំខ្លួនទៅប្រឈមមុខនឹងច្បាប់សេចក្តីប្រកាសព័ត៌មានកម្ពុជាតវ៉ាប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃក្នុងតំបន់ដែលបានកាន់កាប់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានតវ៉ាផ្លូវការជាថ្មីម្ដងទៀតប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹងដែលមានចែងនៅក្នុងចំណុចទី1នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025
សកម្មភាពទាំងនេះដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាបង្កឡើងនៅថ្ងៃទី19ខែមករាឆ្នាំ2026រួមមានដូចជា1ការតម្កល់រូបសំណាកព្រះពុទ្ធបដិមានៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុដែលត្រូវបានបំផ្លាញដោយមន្ត្រីយោធាថៃនៅតំបន់អានសេះខេត្តព្រះវិហារ2ការដាក់រេកុងតឺន័រនិងដើម្បីរាំងផ្លូវនៅតំបន់បឹងត្រកួនខេត្តបន្ទាយមានជ័យ3ការកសាងលិនដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ក្នុងតំបន់បឹងត្រកួនកម្ពុជាអំពាវនាវឲ្យប្រទេសថៃអនុវត្តឲ្យបានពេញលេញនិងស្មោះត្រង់នៅប្រការទាំងអស់នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅបានចុះនៅថ្ងៃទី27ខែធ្នូឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗទៀតដើម្បីកាត់បន្ថយភាពតានតឹងការកសាងទំនុកចិត្តនិងការជឿជាក់ព្រមទាំងស្ដារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញកម្ពុជាបានបញ្ជាក់ជាថ្មីម្ដងទៀតនូវការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ហើយប្រកាន់ខ្ជាប់នៅគោលការណ៍ថាព្រំដែនមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ Cambodia received invitation from Trump to join proposed international border peace as founding member. Cambodian Prime Minister Hun Manet on Wednesday evening shared on his official Facebook page that he has received a formal invitation from Donald J. Trump, President of the United States, inviting Cambodia to join a proposed international border peace initiative aimed at promoting global peace and conflict resolution. According to the letter dated January 16, 2026, sent from the White House, President Trump invited Cambodia to become a founding member state of the Board of Peace, which is described as the new international body to be established under a transitional governing administration. The letter states that the initiative is linked to a comprehensive plan to end the Gaza conflict, announced in September 2025, and later endorsed by UN Security Council Resolution 2803. The Board of Peace is envisioned as a platform bringing together selected royal leaders to share responsibility for building lasting peace and global stability. President Trump emphasized that Cambodia would be represented by a designated official and invited the kingdom to sign and ratify the board's charter, which was enclosed with the invitation. I am Satiri. Thank you for watching KTN News. Don't forget to like, share, and subscribe to stay updated on the latest headline. Until next time, stay informed and stay safe.សូមអរគុណសម្រាប់ការតាមដានទស្សនានិងអធិស្ឋានរកកំហុសខុសឆ្គងខណៈនេះនាងខ្ញុំខែមស្រីកែវសូមអរគុណនិងសូមគោរពលា